ធននឹងជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគោចាស់នៅថ្ងៃទី18ខែមករាខាងមុខនេះនៅថ្ងៃទី18ខែមករាខាងមុខនេះរដ្ឋាភិបាលរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើផ្លូវដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេងតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅលើតំបន់ជុំវិញផ្សារដើមគោចាស់ក្នុងខណ្ឌទូគោកខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដាមហាវិថីឈ្នះក្នុងខណ្ឌព្រៃភ្នៅគឺមិនអនុញ្ញាតឲ្យអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនេះតទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខួនស្រែកអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅសេងតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅលើតំបន់ជុំវិញនៅផ្សារដើមគោមានចំនួន70អាជីវកម្មហើយចាប់ពីថ្ងៃទី18ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវអនុញ្ញាតឲ្យលក់ដូរបន្លែទៀតទេពួកគាត់ត្រូវបានរដ្ឋាភិបាលរាជធានីភ្នំពេញរៀបចំឲ្យទៅលក់នៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅតាមបណ្ដាមហាវិថីឈ្នះក្នុងខណ្ឌព្រៃភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រុងនិងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែទាំដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លែងមានហេតុអ្វីបានរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យវិធានការបែបនេះលោកខួនស្រួងបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ចាក់ចែងពីលើទ្រុងនិងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនោះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវនៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនផងដែរគួរឲ្យដឹងថាអ្នកលក់ដូរតាមបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅសេងតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅលើតំបន់ជុំវិញផ្សារដើមគោនឹងត្រូវផ្លាស់ប្ដូរទៅទីតាំងផ្សារដើមគោថ្មីស្ថិតនៅលើបណ្ដាមហាវិថីឈ្នះក្នុងខណ្ឌព្រៃភ្នៅហើយចំពោះដំណើរកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមគោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ